រៀនធ្វើប្រងស៊ូហ្គើគុជជាមួយនឹងកែវលេខ32អត់ទាំងអស់គ្នាបងប្អូនឬក៏ហៅថាកែវយៈណាចឹងតើតើលើការធ្វើប្រងស៊ូហ្គើនេះពីមុនខ្ញុំបានចែកម្លែករួចមួយសារហើយចឹងបងប្អូនដែលចេះហើយបងប្អូនអាចអូសរំលងបានប៉ុន្តែបងប្អូនអត់ទាន់ចេះរៀនជាមួយខ្ញុំទាំងអស់គ្នាបងប្អូនឥឡូវនេះយើងត្រូវការជាមួយនឹងទឹកប្រោតនេះយើងត្រូវការចំណុះ30 ml បន្តមកទៀតបងប្អូនបៀកឲ្យសពកែវលេខ32អត់នេះមកបងប្អូនយើងបៀកហ្នឹងគឺទី1គឺដើម្បីសុខភាពកាន់តែទាក់ទាញទី2នៅពេលដែលភ្ញៀវគាត់កូរទៅគឺផ្អែមសប់ថេឆ្ងាញ់តែម្ដងណាបងប្អូនហើយបន្តមកទៀតបងប្អូនឥឡូវនេះយើងត្រូវការគុជនេះបងប្អូនយើងដាក់2វែកណាអញ្ចឹងភ្ញៀវគាត់ចូលចិត្តគុជយើងច្រើនដោយសារតែគុជយើងស្វិតឆ្ងាញ់ណាអញ្ចឹងបងប្អូនដែលអត់ទាន់ចេះស្ងោរគុជបងប្អូន scroll ទៅមើលវីដេអូចាស់ៗរបស់ខ្ញុំគឺយើងមានវីដេអូបង្រៀនក្នុងការស្ងោរគុជផងដែរហើយបើសិនជាបងប្អូនមានចម្ងល់ទាក់ទងទៅលើការស្ងោរគុជឬទាក់ទងទៅលើភេសជ្ជៈផ្សេងៗបងប្អូនអាច comment លើវីដេអូនេះផងដែរណាបងប្អូននេះបងប្អូនឃើញទេយើងដាក់គុជរួចហើយអញ្ចឹងបងប្អូននៅពេលដែលយើងដាក់គុជរួចហើយយើងត្រូវការទឹកដោះគោស្រស់ឬហៅថាទឹកដោះគោរាវណាយើងត្រូវការចំណុះ150 ml បងប្អូនឃើញទេចាក់ចូលមកហើយបន្តទៀតបងប្អូនយើងដាក់ដោះគោខាប់បន្តិចតើគូខាប់នេះបងប្អូនមិនដាក់ក៏បានដែរប៉ុន្តែភ្ញៀវគាត់ត្រូវការផ្អែមយើងលួចបន្តិចមកដើម្បីរៀងឡើងជាតិផ្អែមផងដែរហើយកូរបន្តិចមកបងប្អូនដើម្បីឲ្យភេសជ្ជៈរបស់យើងចូលសាច់តែមួយណាព្រោះនៅពេលដែលភ្ញៀវបឺតទៅគឺមានរសជាតិឈ្ងុយឆ្ងាញ់តែម្ដងហើយបន្តទៀតដាក់ទឹកកកមកបងប្អូននៅពេលដែលបងប្អូនដាក់ទឹកកកពេញកែវរួចហើយកន្លែងនេះយើងត្រូវកូរបន្តិចណាព្រោះដើម្បីឲ្យភេសជ្ជៈរបស់យើងគឺត្រជាក់ព្រោះនៅពេលដែលភ្ញៀវពេលខ្លះគាត់យកទៅគាត់បានកូរទេអញ្ចឹងពេលខ្លះគាត់បឺតយកទៅតែម្ដងគឺអត់សូវឆ្ងាញ់ទេអញ្ចឹងជាទូទៅយើងជាអ្នកលក់យើងកូរខ្លះទៅដើម្បីឲ្យភេសជ្ជៈរបស់យើងគឺត្រជាក់ផងដែរហើយឥឡូវនេះយើងថែមគុជពីលើតិចមកដើម្បីសុខភាពក្នុងការដែលយើងលក់នឹងកាន់តែទាក់ទាញផងដែរបងប្អូនឃើញគឺទំនងតែម្ដងហើយបន្តទៀតយើងដាក់ថង់មកយើងអាចលក់ជូនអតិថិជនបានផងដែរហើយបងប្អូនដែលគិតថាវីដេអូនេះមានអត្ថប្រយោជន៍បងប្អូន share មួយផងណាហើយបងប្អូនចង់តាមដានវីដេអូជាច្រើនទៀតទាក់ទងនឹងការចែកម្លែកទៅលើភេសជ្ជៈ complete follow complete share មានចម្ងល់អាច comment បានអរគុណច្រើនជួបគ្នានៅវីដេអូបន្តទៀតបាយបាយ